มันประกอบថា iCloud នឹងវាសុវត្ថិភាពទេអ្នកខ្លះគាត់ ignore គាត់អត់ដែរ update សោះអូខេមិនយើងនិយាយ OS មកភ្លុះហើយទាំង3ហ្នឹងចាអញ្ចឹង Seven គិតថាមួយណាដែលវាសុវត្ថិភាពជាងគេអញ្ចឹងក្នុងចំណោម OS ទាំង3ហ្នឹងខ្ញុំគិតថាវាសុវត្ថិភាពដូចគ្នារៀងខ្លួនវាអាស្រ័យទៅលើតាម OS មួយហ្នឹងណា iCloud វិញអ្នកខ្លះនៅលើនេះគេមានចាក់ iCloud ចាក់អីចឹងណាហ្នឹងវាសុវត្ថិភាពជាងគេឬមួយក៏ Android ក៏មិនអត់មិនប្រកាសថា iCloud ហ្នឹងវាសុវត្ថិភាពទេអញ្ចឹងបានចែកធ្លាប់លើ software update ចែកធ្លាប់លើចាហ្នឹងហើយអ្នកខ្លះគាត់ ignore គាត់អត់ដែរ update សោះហ្នឹងហើយអញ្ចឹងគឺជាកត្តាមួយដែលហានិភ័យមែនតើព្រោះជាធម្មតា OS នីមួយៗគេមានអា security patch របស់គេដើម្បី update ទៅលើចន្លោះប្រហោងដែលមានបញ្ហាអញ្ចឹងចែកថា iCloud សុវត្ថិភាពក៏ប៉ុន្តែចែកដឹងអត់ថា iCloud បច្ចុប្បន្នគេអាចដោះបានដោយសារវានៅ OS ឬមួយក៏ version មួយវាតែងតែមានចន្លោះប្រហោងហើយអញ្ចឹង hacker គឺតែងតែព្យាយាមរាល់ថ្ងៃអញ្ចឹងយើងជាអត់ផុតទេអញ្ចឹងអ្វីដែលសំខាន់គឺ software update មិនថាទូរស័ព្ទណា iOS Android ឬមួយក៏ Harmony OS ទេអញ្ចឹងដាច់ខាតបើមាន software update គួរតែ update ព្រោះដោយសារវាមាន security patch ដែល update រហូតកាលណាតែយើង up to date ទៅវាសុវត្ថិភាពហើយវាអត់ចោលជាបញ្ហាមិនថា OS មួយណាទេដូចគ្នាទេ